ដោយពុកម៉ែបងប្អូនបានដឹងហើយបាទការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលប្រែកព្រាត់បាទជើងទី2រវាងក្រុមបាទ Inter Milan ជាមួយនឹង FC Barcelona នឹងចូលមកដល់បាទនៅរាត្រីថ្ងៃអង្គារឆ្លងចូលថ្ងៃពុធបាទនៅកម្ពុជាយើងណាបាទហើយជំនួបនេះគឺជាជំនួបមួយដ៏សំខាន់បំផុតបាទបន្ទាប់ពីជើងទី1នៅឯទឹកដីរបស់ក្រុម Barcelona នោះបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា3-3បាទយ៉ាងណាដែរបាទលោកម៉ៃសុជាតិសម្រាប់ការប្រកួតនេះបាទតាមការវិភាគរបស់លោកម៉ៃសុជាតិគាត់ថាតើ Inter Milan បាទអាចនឹងឆ្លងទៅកាន់វគ្គផ្ដាច់ព្រាត់ឬយ៉ាងណាបន្ទាប់ពីមានព្រៀបបាទនៅក្រៅដីអាចបាទទប់ទល់ជាមួយនឹង Barcelona បានស្មើហើយរកបានរហូតដល់ទៅ3គ្រាប់បែបនេះបាទលទ្ធផលកាលពីជើងទី1បាទគឺហាក់បីដូចជាបាទមិននឹកស្មានដល់បាទយើងគិតថា Barcelona បាទគឺនឹងមានព្រៀបច្រើនបាទក្នុងការទទួលបានជ័យជំនះប៉ុន្តែហើយមួយទៀតយើងគិតថា Inter អាចនឹងទប់បាទនៅក្នុងទឹកដីរបស់ Barca ប៉ុន្តែ Inter គឺភាគយ៉ាងគឺសុទ្ធនាំមុខច្រើន3-3បាទគឺមកជើងទី2នេះខ្ញុំគិតថា Barcelona ចូលទឹកដី Inter នឹងពិបាកបន្តិចបាទតាមប្រវត្តិជួបគ្នាកន្លងមកណាបាទប្រវត្តិនៃការជួបគ្នាកន្លងមកក្រុមទាំងពីរនៅ Champions League នេះគឺមានច្រើនបាទមានច្រើនហើយភាគច្រើនBarcelona បាទចូលទឹកដី Inter បាទគឺធ្លាប់ឈ្នះម្ដងដែរបាទកាលនោះគឺឈ្នះគឺត្រឹមតែ2-1ទេ2-1បាទអញ្ចឹងបាទសម្រាប់ឆ្នាំនេះបាទនៅយប់ថ្ងៃគៀចូលថ្ងៃពុធនេះខ្ញុំគិតថាជើងទី2បាទយើងអត់មានគិត goal away អីទេបាទ away goal អត់មានទេបាទច្បាប់នោះលែងមានតាំងពី2ឆ្នាំមុនបាទអញ្ចឹងខាងណាឈ្នះបាទគឺខាងនឹងឡើងតែម្ដងបាទខ្ញុំគិតថាប្រកួតនេះគឺតានតឹងទៀតហើយបាទខ្ញុំគិតថាបើឈ្នះចាញ់គឺឈ្នះចាញ់ត្រឹមតែលើសខ្វះនេះតែមួយគ្រាប់ទេបាទហើយខ្ញុំគិតថាបាសេអាចនឹងមានព្រៀបបាទមានព្រៀបប៉ុន្តែបើតាមខ្ញុំមើលក្នុងការប្រកួតនេះបើក្រុមណានាំមុខមុនណាគឺក្រុមហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនក្នុងការទទួលបានជ័យជំនះប៉ុន្តែបើបាសេនាំមុខមុន Inter អាចនឹងឃ្លីច្រើនគ្រាប់តែបើឲ្យ Inter នាំមុខមុនមួយគ្រាប់បាសេអាចនឹងពិបាកអាចនឹងគៀងរហូតដល់ចប់ការប្រកួតតែម្ដងបាទអញ្ចឹងគូនេះខ្ញុំថា50-50បាទមានភាគរយបាទរៀងខ្លួនបាទប៉ុន្តែបើចិត្តខ្ញុំចង់ឲ្យInter ឡើងជួប Arsenal តែយកតែដឹងថា Arsenal រួចពីប៉ារីសឬអត់ទេបាទគឺយើងនឹងមានវីដេអូបន្ទាប់ទៀតគឺយើងនិយាយពី Arsenal ជាមួយនឹងប៉ារីសវិញបាទខ្ញុំក៏គិតមិនខុសពីលោកម៉ៃសុជាតិដែរខ្ញុំគិតថាគូនេះប្រកាសជាតាមតឹងខ្លាំងហើយបាទជើងទី1 3ស្មើគាត់ថា Inter គេមានព្រៀបបាទគេមានព្រៀបណានេះដោយសារតែអត់គិត away goal ណាបើគិត away goal ខ្ញុំថាមកទឹកដី Inter នេះ Inter ទប់ត0ស្មើហ្មងបាទទប់លុកសៃហ្មងព្រោះ0ស្មើក៏ Inter ឡើងដែរបានឈ្នះ away goal តែច្បាប់ away goal នេះគឺ UEFA ដកចេញហើយបាទតាំងពី2ឆ្នាំមុនបាទអញ្ចឹងអត់មាន away goal ទេអញ្ចឹងលទ្ធផលនេះបើសិនជា0ស្មើឬ1ស្មើឬក៏2ស្មើថែមមកបាទអត់មាន away goal ទេខ្ញុំគិតថាការប្រកួតនេះ Inter Milan បាទអាចនឹងប្រើក្បាច់ដោយកាលពីចំនួនលោក Jose Mourinho ដឹកនាំកាលពីឆ្នាំ2010បាទកាលនោះគឺនៅវគ្គពាក់កណ្ដាលប្រែកព្រាត់បាទវគ្គពាក់កណ្ដាលប្រែកព្រាត់ Inter Milan ទម្លាក់ Barcelona នឹងឯងបាទគឺឈ្នះ3-1នៅទឹកដីអ៊ីតាលីហ្នឹងបាទកាលនោះតាមពិតទៅ Inter Milan គឺគាត់លេងតុបទេបាទលេងតុបហើយគាត់ counter attack មួយគឺច្បាស់ល្អមែនតើហ្មងបាទរហូតដល់បានឈ្នះ 3-1 ហើយទៅទឹកដី Barcelona វិញចាញ់ 1-0 បាទ 1-0 ហ្នឹង Inter ទុកខ្លាំងទៀតបាទចាញ់មកគ្រាប់បើសិនជា Barcelona បន្ថែមមកគ្រាប់ទៀតណា 2-0 ហ្នឹងគឺ Inter ធ្លាក់ហ្មងចាញ់ away goal អានេះយើងរំលឹករឿងរ៉ាវកាលពីជាង10ឆ្នាំមុនបាទកាលដែល Inter Milan បាទទម្លាក់ Barcelona បាទយូរតាំងពីឆ្នាំ2010បាទប៉ុន្តែមកដល់ពេលនេះខ្ញុំគិតថាសម្រាប់ការប្រកួតនេះInter Milan នៅតែប្រើទម្រង់ទុកទៀតបាទទោះបីជាលេងនៅក្នុងទឹកដីរបស់ខ្លួនក៏ដោយបាទខ្ញុំគិតថា Inter Milan នៅតែបន្តទុកហើយធ្វើការវិបកមួយគឺច្បាស់តែម្ដងបាទប៉ុន្តែបើយើងកលេចទៅមើលបាទកីឡាកររបស់ Inter Milan បាទគឺអ្វីដែលលោក Simone Inzaghi គាត់បារម្ភនឹងគឺខ្សែប្រយុទ្ធដ៏មុតស្រួចកីឡាករ Lautaro Martinez បាទដែលមានបញ្ហារបួសហើយមិនទាន់ប្រកាសថាអាចចូលលេងនៅថ្ងៃស្អែកនេះបានឬយ៉ាងណាទេក៏ប៉ុន្តែលោក Simone Inzaghi គាត់ចង់ឲ្យមានវត្តមានរបស់ Lautaro Martinez មែនទែនបាទគាត់ថាគាត់នឹងរិះរកគ្រប់មធ្យោបាយដើម្បីឲ្យខ្សែប្រយុទ្ធអាសង់ទីនម្នាក់នេះបានចូលលេងនៅថ្ងៃស្អែកបាទអាចថាជាការចាក់ថ្នាំបំបត្តិការឈឺចាប់ដើម្បីបានចូលលេងអញ្ចឹងណាបាទតែយើងមិនដឹងយ៉ាងណាដែរបាទរងចាំមើលទាំងអស់គ្នាបាទ
ก็ប៉ុន្តែ Inter Milan បាទគេមានខ្សែប្រយុទ្ធម្នាក់ទៀតក៏ល្អដែរគឺ Marcus Thuram Marcus Thuram នេះក៏ជាអ្នករកគ្រាប់បាល់កាលពីនៅទឹកដីអេស្ប៉ាញដែរបាទ Thuram នេះនឹងចូលលេងបាទជំរឿនមួយអ្នកដំបូងហើយខ្ញុំចាប់អារម្មណ៍ថា Inter Milan ណាបាទតែគេប្រើខ្សែការពារតែ3មែនតែខ្សែបម្រើគេ5បាទអេគីបគេ5ហ្នឹងគឺបើន័យថាគេព្យាយាមគ្រប់គ្រងពីកណ្ដាលតារាងទៅម្ដងបាទបើថាទៅមុខមិនរួចគេរុញមកក្រោយបាទតែបើថាទៅមុខរួចគេទៅទៀតហើយបាទអញ្ចឹងទម្រង់របស់ Inter Milan នេះគេធ្វើកន្លងមកជោគជ័យច្រើនបាទហើយ Inter Milan ជាមួយនឹង Barcelona នេះមិនត្រឹមតែប្រជែងគ្នាដើម្បីយកកៅអីទៅវគ្គប្រាក់គ្រាន់ទេក្រុមទាំងពីរនេះក៏កំពុងតែប្រជែងពានលីកកំពុងរៀងខ្លួនបាទ Inter Milan ហ្នឹងកំពុងតែប្រជែងជាមួយនឹង Napoli នៅ Serie A បាទរីឯ Barcelona ហ្នឹងក៏ត្បិតតែឈរនៅកំពូលតារាងនៅ La Liga ហ្នឹងក៏ប៉ុន្តែនៅមិនទាន់ធានាពាននៅឡើយទេព្រោះថា Real Madrid កំពុងតែដេញតាមពីក្រោយយ៉ាងប្រកិតដែរប៉ុន្តែយ៉ាងណាក៏ដោយបាទក្រុមទាំងពីរទទួលបានជ័យជំនះនៅក្នុងលីកដូចគ្នាកាលពីចុងសប្តាហ៍កន្លងទៅអញ្ចឹងរួចផុតមួយគ្រីហើយបាទរឿងលីកហ្នឹងទុកមួយឡែកសិនបាទមក focus ទៅលើការប្រកួតដើម្បីដណ្ដើមកៅអីទៅវគ្គប្រាក់គ្រាន់នេះបាទអញ្ចឹងសម្រាប់ខ្ញុំគិតថាបាទការប្រកួតនេះខ្ញុំវិភាគក៏មិនខុសពីលោកម៉ៃសុជាដែរខ្ញុំគិតថាបើសិនជា Inter មានឱកាសបាទទាត់បញ្ចូលទី Barcelona មួយគ្រាប់មុនណាខ្ញុំគិតថា Inter ទប់លុះខ្សែបាទហើយលទ្ធផល 1-0 ហ្នឹងអាចនឹងរក្សារហូតដល់ចប់90នាទីតែម្ដងក៏ប៉ុន្តែបាល់នេះប្រសិនបើ Barcelona បាទបើកការនាំមុខមួយគ្រាប់មុនក៏ខ្ញុំគិតថា Inter Milan អាចមានលទ្ធភាពតាមស្មើដែរខ្ញុំគិតថាបើសិនជា Barcelona ជាអ្នកនាំមុខមួយគ្រាប់មុនវិញ Inter Milan អាចនឹងវិបកតាមបានមួយស្មើហើយការប្រកួតនឹងពន្យាទៅដល់ម៉ោងបន្ថែម15នាទី2ដងក៏ប៉ុន្តែនៅក្នុង15នាទី2ដងនេះខ្ញុំគិតថាប្រហែលជាអត់មានគ្រាប់បាល់កើតឡើងទេហើយអាចឈានដល់ការទាត់បាល់11ម៉ែត្រកាត់ក្តីហើយ11ម៉ែត្រកាត់ក្តីគឺខ្ញុំសុំមិនទាយទេព្រោះថាវាជាបាល់ហេងស៊យបាទបាល់11ម៉ែត្រកាត់ក្តីណាបាទជាបាល់ស៊យគឺយើងពិបាកនៅក្នុងការ predict មែនតើអញ្ចឹងអានេះគ្រាន់តែជាការយល់ឃើញមកខ្ញុំគិតថាគូមួយនេះប្រហែលជាខ្សត់គ្រាប់បាល់បាទជើងទី1គ្រាប់បាល់ហូហីហើយ3វាស្មើ6គ្រាប់ហើយអញ្ចឹងជើងទី2នេះខ្ញុំគិតថាគ្រាប់បាល់មិនមានលើស2គ្រាប់ទេបាទខ្ញុំវិភាគថាបែបនេះបាទហើយអាចនឹងឈានទៅដល់ការលេងម៉ោងបន្ថែម15នាទី2ដងក៏ថាបានដែរបាទក៏ប៉ុន្តែខាង Inter Milan មិនមែននេះបាទមានបញ្ហារបួសបាទ Lautaro Martinez បាទក្រៅពីនោះដូចជាអត់មានបញ្ហាអីធំដុំប្រហែលទេហើយ Barcelona នោះបាទគឺក្តីកង្វល់របស់គេខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski ហ្នឹងបាទក៏ទំនងជាអវត្តមានដែរបាទស្ទើរតែ 90% ហើយប៉ុន្តែ Barcelona ទោះបីជាអវត្តមាន Lewandowski ក៏គេនៅមានបាទតួអង្គសំខាន់របស់គេមួយរូបទៀតដែរបាទគឺ Ferran Torres បាទតែគាត់ថា Ferran Torres នេះគុណភាពនៅក្នុងការបញ្ចប់ទីរបស់គាត់រៀងស្ទើរជាង Lewandowski បន្តិចប៉ុន្តែអាចប្រើការបានបាទតែកុំភ្លេច Barcelona គេមានបាទkey player គេ2នាក់បាទក្លុកតាមស្លាបបាទគឺ Lamine Yamal ហើយនឹងបាទ Rafinha បាទនេះគឺជាអាវុធសម្ងាត់បាទអាវុធពិសេសបាទរបស់ក្រុម Barcelona ដែល Inter Milan បាទត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតបាទអញ្ចឹងការវិភាគរបស់ខ្ញុំជាមួយលោកម៉ៃសុជាតិគឺមិនខុសគ្នាប្រហែលទេបាទគឺសិតតែយល់ឃើញថាគូនេះខ្សត់ក្របដូចគ្នាបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាបាទរវាង Inter Milan ជាមួយនឹង Barcelona បាទនៅរាត្រីថ្ងៃស្អែកនេះបាទដូចជាម៉ោង2រំលងអត្រាបាទម៉ោង2រំលងអត្រាបាទឆ្លងចូលថ្ងៃពុធណាបាទតែបើនៅអ៊ីតាលីនោះដូចជាម៉ោងប្រហែលជា9យប់អីទេបាទបើថានៅអឺរ៉ុបខែនេះគឺដើរក្រោយកម្ពុជាយើងប្រហែលជា5ម៉ោងបាទអញ្ចឹងយើងរងចាំមើលទាំងអស់គ្នារវាង Inter Milan ជាមួយនឹង Barcelona បាទតើក្រុមណាដែលកក់កៅអីឡើងទៅកាន់វគ្គប្រាច់ព្រាត់